សូមជូនរឿងកំណត់ឪពុកមានរឿងនិទានមួយដំណាលថាមានគ្រួសារមួយមានកូន12នាក់សុទ្ធតែប្រុសឪពុកប្រកបរបរជាជាងចម្លាក់ឈើតែក្នុងចំណោមកូនទាំងអស់នោះមានកូនបងគេមិនដែលយកចិត្តទុកដាក់ក្នុងការរៀនឆ្លាក់ពីឪពុកដូចកូនទាំង11នាក់ឡើយពេលខ្លះគេដើរលេងបញ្ចុះផ្ទះពី3ថ្ងៃក៏មាន5ឆ្នាំក្រោយមកឪពុកក៏ស្លាប់បាត់ទៅគាត់មិនមានអ្វីបន្សល់ទុកឲ្យកូនក្រៅពីកំណាត់ឈើ12កំណាត់វែងនោះឡើយយប់មួយម្ដាយបានយល់សពចម្លែកព្រឹកឡើងគាត់បានហៅកូនទាំង12នាក់មកជួបគ្នាហើយរៀបរាប់អំពីសុបិននោះដល់កូនថាយប់មិញម៉ែយល់សពឃើញឪពុករបស់កូនគ្រាន់តែកូនឮម្ដាយនិយាយបែបនេះម្នាក់មានទឹកមុខស្រពោបស្រពូនព្រោះពួកគេនឹករលឹកដល់ឪពុកខ្លាំងណាស់កូនពៅបានរត់ទៅអោបម្ដាយនិយាយទាំងទឹកនេះថាកូននឹកពុកណាស់ម៉ែចំណែកកូនបងមិនរវល់នឹងប្អូនឡើយគេអង្គុយម្នាក់ឯងហើយនិយាយទៅម្ដាយថាម៉ែឆាប់និយាយប្រាប់រឿងដែលម៉ែយល់សពទៅមកកូនចង់ស្ដាប់ម្ដាយបន្តថាឪពុកឯងមិនដែលភ្លេចពួកឯងទេគាត់និយាយថាគាត់តាមថែរក្សាកូនរហូតម្ដាយបន្តទៀតថាឪពុកឯងឲ្យពួកឯងទៅយកកំណប់កូនបងគ្រាន់តែឮថាទៅយកកំណប់ក៏ទៅជិតម្ដាយហើយសួរថាម៉ែតើពុកថាកំណប់នោះនៅកន្លែងណាម្ដាយប្រាប់ថាគាត់ឲ្យពួកឯងលីកំណាត់ឈើដែលគាត់ទុកឲ្យនោះដើរទៅទិសខាងលិចរហូតដល់ព្រែកមួយនោះពួកឯងនឹងឃើញកំណប់នោះហើយកូនច្បងតបចាំបាច់យកកំណាត់ឈើទៅធ្វើអីធ្ងន់ឥតអំពើម៉ែទុកឲ្យកូនទៅយកម្នាក់ឯងចុះពេលយកបានហើយកូននឹងយកកំណប់នោះមកចែកប្អូនស្មើគ្នាម្ដាយមិនយល់ស្របតាមគំនិតកូនបងទេគាត់និយាយថាមិនបានទេកូនត្រូវតែធ្វើតាមបណ្ដាំរបស់គាត់ទើបអាចយកកំណប់នោះបានកូនបងបានរត់យ៉ាងលឿនទៅរឹសកំណាត់ឈើមួយដែលស្រាលជាងគេបន្ទាប់មកកូនទាំង12នាក់បានលីកំណាត់ឈើធ្វើដំណើរទៅទិសខាងលិចដោយមានកូនបងជាអ្នកដើរមុខគេព្រោះគេលីឈើដែលស្រាលជាងគេលុះដល់ពាក់កណ្ដាលផ្លូវពួកគេក៏នាំគ្នាឈប់សម្រាកព្រោះរួយស្មាខ្លាំងពេកលើកលែងតែកូនបងឃើញប្អូនឈប់ក៏គិតថាអញទៅមុនពួកវាដើម្បីកាប់ឈើនេះចោលឲ្យកាន់តែស្រាលគិតហើយកូនបងក៏ទៅមុខយ៉ាងលឿនហើយកាត់ឈើមួយកំណាត់ចោលបន្ទាប់មកពួកគេក៏ធ្វើដំណើរទៅមុខទៀតកូនបងរូថាគ្រាន់តែទៅយកកំណប់សោះចាំបាច់លីកំណាត់ឈើទៅធ្វើអ្វីកូនបងមានអារម្មណ៍សប្បាយចិត្តណាស់គេដើរផងជ្រៀងផងបងប្អូនទាំង12នាក់សំឡឹងមើលទៅមុខឃើញព្រែកមួយក៏នាំគ្នាដើរយ៉ាងលឿនសម្ដៅទៅរកព្រែកនោះនៅត្រើយម្ខាងមានដំបូកមួយកំពុងបញ្ចេញពន្លឺយ៉ាងចិញ្ចាចព្រែកនោះមិនអាចឆ្លងដោយគ្មានកំណាត់ឈើធ្វើជាស្ពានបានឡើយកូនច្បងបានយកកំណាត់ឈើរបស់ខ្លួនដាក់ឆ្លងព្រែកតែមិនអាចឆ្លងបានឡើយព្រោះវាคล้ายជាកំណាត់ឈើដ៏ខ្លីបាត់ទៅហើយអូនគេនាំគ្នាដាក់ឈើហើយឆ្លងទៅរកដំបូកកំណប់ពេលនោះទើបកូនបងយល់យ៉ាងច្បាស់អំពីបំណងរបស់ឪពុកគេបានលុតជង្គង់សម្រក់ភ្នែកហើយនិយាយដោយអស់សង្ឃឹមថាពុកកូនដឹងខុសហើយពុកតែប្រដៅកូនថាឲ្យកូនមានចិត្តតស៊ូអត់ធ្មត់ព្យាយាមក្នុងការងារសាតែអំពើល្អតែកូនមិនដែលស្ដាប់ពាក្យទូន្មានរបស់ឪពុកម្ដងណាឡើយពីថ្ងៃនេះទៅកូននឹងកែខ្លួនជាមនុស្សល្អ
ថែទាំម៉ែនិងប្អូនៗទាំងអស់មិនឲ្យពួកគេអស់សង្ឃឹមឡើយ